ជួយដែរ លោកគ្រូសុំសួរមួយនៅក្នុងនាមយើងជាយុវវ័យលោកគ្រូអញ្ចឹងខ្ញុំចង់ដឹងថាតើធ្វើម៉េចកុំឲ្យយើងគិតអវិជ្ជមានចំពោះគ្រួសារអញ្ចឹងលោកគ្រូចង់បានន័យថាធ្វើម៉េចកុំឲ្យយើងមានអារម្មណ៍គិតបែបអវិជ្ជមានពុទ្ធសាសនាមែនចាចាចាដឹងឯខ្លះមែនហ្នឹងឯងចាអូខេខ្ញុំមានគំនិតចែកម្លែកខ្លីមួយបងបានដឹងហើយក៏ណាតែบอกតខ្លួនហើយវាជារឿងមួយដែលយើងគួរយល់ទេណាមនុស្សយើងវាមានការគិតផ្សេងគ្នាការយល់ឃើញក៏ផ្សេងគ្នាដែរប៉ុន្តែការចេះរក្សាអារម្មណ៍គ្រប់គ្រងអារម្មណ៍ជារឿងសំខាន់អានេះគឺរក្សាអារម្មណ៍ឲ្យបានវិជ្ជមានជានិច្ចចំពោះគ្រួសារព្យាយាមជៀសវាងការគិតបែបអវិជ្ជមាននិងការប្រៀបធៀបខ្លួនឯងនឹងអ្នកដទៃច្រើនណាចឹងគ្រួសារគឺជាកត្តាសំខាន់ជាងអ្វីៗទាំងអស់ដូច្នេះព្យាយាមគិតរឿងល្អៗជាមួយគ្រួសារឲ្យបានច្រើនកុំយកអារម្មណ៍ខ្លួនឯងទៅប្រៀបធៀបនឹងអ្នកដទៃហើយដាក់បន្ទុកទៅលើគ្រួសារហើយយើងសន្សំវាបន្តិចម្ដងរហូតដល់យើងគិតអីប្រទេសប្រដាស់ហើយយល់ឃើញរឿងអត់ល្អនៅជាមួយគ្រួសារជាមួយឪពុកម្ដាយប៉ាម៉ាក់ដោយការប្រៀបធៀបខ្លួនឯងទៅនឹងអ្នកដទៃជាធម្មតានៅពេលដែលយើងនឹកដល់តម្រូវការចង់បានការទាមទារយើងតែងយកខ្លួនយើងទៅបដូរទៅនឹងរូបភាពខាងក្រៅជាមួយនឹងអ្នកដទៃជាមួយនឹងគ្រួសារដទៃច្រើនហើយយើងបោះបង់ការគិតជាវិជ្ជមានអារម្មណ៍ស្រឡាញ់អារម្មណ៍ការពារពីគ្រួសារផ្ទាល់ខ្លួនមិនថាវាស្ថិតនៅក្នុងលក្ខខណ្ឌបែបណាទេគ្រួសារនៅតែជាជំរកដ៏កក់ក្ដៅឪពុកម្ដាយប៉ាម៉ាក់នៅតែជាកត្តាសំខាន់ដែលយើងអាចគិតចំពោះពលលោកនៅក្នុងផ្លូវវិជ្ជមានឲ្យបានច្រើនមនុស្សយើងកើតមកអត់ដូចគ្នាទេអារម្មណ៍ទទួលបានការអប់រំការមើលឃើញការថ្នាក់ថ្នមការថែរក្សាក៏ដូចគ្នាដែរដូច្នេះត្រូវយកក្តីស្រឡាញ់ដែលនឹកឃើញការថែទាំការយកចិត្តទុកដាក់ពីប៉ាម៉ាក់ឪពុកម្ដាយគ្រួសារឲ្យបានច្រើនជាងការត្រាំអារម្មណ៍ខ្នក់ខ្នាញ់អារម្មណ៍អត់សូវសប្បាយចិត្តខ្លួនឯងហើយយើងទាញយកអារម្មណ៍បែបហ្នឹងទៅប្រៀបប្រដូចជាមួយនឹងរូបភាពខាងក្រៅដែលយើងឃើញច្រើនជាងអ្វីដែលយើងពិសោធន៍ខ្លួនឯងជាមួយគ្រួសាររឿងអាក្រក់ល្អវាអាចកើតមានបានដូចគ្នាវាខុសតែត្រង់តិចនិងច្រើនទេដូច្នេះបើសិនបើនៅពេលដែលយើងមានអារម្មណ៍អត់ល្អជាមួយគ្រួសារយើងត្រូវសួរខ្លួនឯងថាតើអារម្មណ៍អត់ល្អហ្នឹងវាកើតចេញពីអីតើយើងចង់បានអីហើយយើងចង់ឃើញរូបភាពបែបណាដូច្នេះនៅពេលដែលយើងគិតពីខ្លួនយើងចំណុចនេះយើងត្រូវនឹកដល់ការលះបង់របស់ប៉ាម៉ាក់បានច្រើនយើងត្រូវស្វែងយល់អំពីក្តីស្រឡាញ់របស់ពុកម្ដាយបានច្រើនគ្រួសារយើងបានច្រើនមិនមែនត្រឹមតែដើម្បីតម្រូវអារម្មណ៍ចង់បានរបស់យើងហើយយើងផ្ដិតយករូបភាពមិនល្អការខ្វះខាតចន្លោះបន្តិចបន្តួចនៃគ្រួសារមកប្រៀបប្រដូចទៅនឹងអ្នកដទៃទេកាលណាដែលយើងឧស្សាហ៍ធ្វើបែបនឹងច្រើនដដែលរាល់ថ្ងៃវាធ្វើយើងគិតអត់ល្អចំពោះទាំងខ្លួនឯងទាំងគ្រួសារប៉ាម៉ាក់ហេតុផលតែម្យ៉ាងគត់គឺយើងចង់បានឲ្យដូចគេយើងចង់ឃើញរូបភាពឲ្យដូចគេប៉ុន្តែយើងភ្លេចគិតដល់ក្តីលំបាកយើងភ្លេចមើលឃើញដល់រូបភាពដែលឪពុកម្ដាយប៉ាម៉ាក់គ្រួសារលះបង់របស់យើងច្រើនដូច្នេះនៅពេលដែលយើងចង់បានខ្លួនយើងឲ្យដូចគេហើយយើងទាមទារក្តីស្រឡាញ់ការថ្នាក់ថ្នមពីឪពុកម្ដាយគ្រួសាររបស់យើងឲ្យដូចគេយើងត្រូវមើលពីការលះបង់របស់យើងបានច្រើនកុំទាញយកអ្វីដែលយើងចង់បានសម្រាប់ខ្លួនឯងហើយយើងព្យាយាមដាក់បន្ទុកទៅដល់គ្រួសារប៉ាម៉ាក់ឪពុកម្ដាយរបស់យើងត្រឡប់មកវិញបើខ្លីការគិតជាវិជ្ជមានឲ្យបានច្រើនចំពោះគ្រួសារហើយជៀសវាងការប្រដូចខ្លួនឯងទៅនឹងអ្នកដទៃគឺជាភាពសំខាន់មួយនៅក្នុងការរស់នៅប្រកបដោយសុខសន្តិភាពនិងសុភមង្គលទីបំផុតក្នុងโลกយើងនេះមិនមែនមានអ្វីគ្រប់យ៉ាងត្រូវតែប្រកបចិត្តនឹងគ្រប់ពេលទេដូច្នេះត្រូវពេញចិត្តនឹងខ្លួនឯងពេញចិត្តនឹងជីវិតគ្រួសារខ្លួនឯងហើយដកចេញការប្រៀបធៀបជីវិតគ្រួសារយើងទៅនឹងអ្នកដទៃស្រឡាញ់ខ្លួនឯងឲ្យបានច្រើនស្រឡាញ់ប៉ាម៉ាក់ឲ្យបានច្រើនហើយយើងពេញចិត្តអ្វីដែលយើងមានចា៎